ជំរាបសួរលោកគ្រូទាំងអស់គ្នាយើងត្រឡប់មកវីដេអូទី2ពាក់ព័ន្ធជាមួយនឹងបាយការក្នុងការចាប់បង្កប់អញ្ចឹងនៅថ្ងៃនេះដែរយើងនិយាយអំពីការក្រងទៅលើថវិកាថ្ងៃមុនខ្ញុំបាននិយាយអំពីរបៀបក្នុងការប្រើប្រាស់ព័ន្ធជាមួយនឹងជំហានដំបូងដែលយើងត្រូវប្រើប្រាស់បែបណាអញ្ចឹងក្រោយពីយើងបានបំពេញបែបបទរួចរាល់នៅសាលាដែលយើងត្រូវជ្រើសរើសរួចលោកគ្រូអ្នកគ្រូត្រូវធ្វើការក្រងថវិកាដើម្បីធ្វើយ៉ាងណាឲ្យថវិកាទាំងអស់នេះគឺគ្រប់នៅចំនួនដែលខាងគម្រោងទម្លាក់មកបាទអញ្ចឹងថវិការបស់យើងគឺបែងចែកជាពីរទី1គឺថវិកាដែលយើងត្រូវចូលបង្វឹកទី2គឺជាថវិកាដែលនៅប្រជុំអញ្ចឹងជាឧទាហរណ៍បើសិនជាខ្ញុំជ្រើសរើសសាលាមួយដែលត្រូវទទួលនៅការបង្វឹកបាទឧទាហរណ៍ថាខ្ញុំជាឧទាហរណ៍ទេបើខ្ញុំជ្រើសរើសនៅសាលាធម្មសាស្ត្របឹងស្ដុកបាទអញ្ចឹងការបច្ឆេទដែលយើងត្រូវចុះជាឧទាហរណ៍បើសិនជាយើងយកថ្ងៃហ្នឹងចុះបាទយើងបំពេញចូលចឹងទៅហើយចម្ងាយផ្លូវតើសាលានេះគឺស្ថិតនៅចម្ងាយផ្លូវបែបណាចម្ងាយផ្លូវបាទតិចជាង20គីឡូគាត់និយាយពេញមកគឺវានឹងលោតតើទឹកប្រាក់ដែលយើងត្រូវទទួលបានគឺប្រមាណនៃចម្ងាយផ្លូវនេះតែចំនួនអ្នកចុះចំនួនប្រមាណអ្នកដែរបាទចំនួនអ្នកចុះឧទាហរណ៍ថាយើងត្រូវចុះទៅ2នាក់បាទគឺថវិកាដែលត្រូវទទួលបានម្ដងគឺចំនួនបាទ40000រៀលហើយតែយើងក្រងទៅចំនួនប្រមាណដងគឺយើងក្រងទៅតែម្ដងអញ្ចឹងទៅបាទយើងក្រងទៅម្ដងហើយកាលណាយើងពេញចូលអ្នកណាខ្លះដែលត្រូវទៅមានឧទាហរណ៍ថានេះគឺជាគណៈអាយុអញ្ចឹងគឺយើង select ទៅលើឈ្មោះគាត់ទៅទៅជាមួយនឹង ICT មួយខ្ញុំអញ្ចឹងទៅគឺអូមរកខ្ញុំទៅបាទគឺ select មកនឹងចេញតែម្ដងបាទអញ្ចឹងសារៈប្រយោជន៍នៃការ select នេះគឺដើម្បីអីលោកគ្រូបាទគឺដើម្បីបង្កើតលិខិតទេសនាមបាទកាលណាយើង select លើហ្នឹងវានឹងបង្ហាញនៅលិខិតទេសនាមទៅវីដេអូខាងមុខទៀតអញ្ចឹងឧទាហរណ៍ថាចំពោះសាលាទី2នេះកាលណាយើងចំណាយអស់ថវិកា40000គឺលោកគ្រូឃើញថានេះថវិកានៅសល់គឺប៉ុណ្ណេះអញ្ចឹងយើងធ្វើការក្រងទៀតណាលោកគ្រូណាឧទាហរណ៍សាលាខ្ញុំឧទាហរណ៍ទេបាទឧទាហរណ៍ថាសាលាឆ្ងាយអញ្ចឹងទៅចម្ងាយមកគាត់គឺមានចម្ងាយលើកពី40គីឡូអញ្ចឹងទៅបាទឧទាហរណ៍សាលានេះទៅតែយើងចុះទៅថ្ងៃណាចុះទៅថ្ងៃ29បាទឬទៅថ្ងៃទីបាទថ្ងៃ29ហ្នឹងថ្ងៃផ្លូវប្រហែលថ្ងៃផ្លូវរបស់សាលាគាត់ឧទាហរណ៍ថា40បាទ41គីឡូអញ្ចឹងទៅបាទនេះគឺជាថវិកាដែលយើងត្រូវទទួលបានហើយតើអ្នកចុះប៉ុន្មានអ្នកចុះ3អញ្ចឹងទៅនេះគឺការដែលត្រូវចំណាយម្ដងហើយក្រងប្រហែលក្រងតែមួយអញ្ចឹងទៅបាទគឺម្ដងទេ3នាក់អ្នកណាខ្លះបើសិនជាមានគណៈអាយុយើងជ្រើសរើសគណៈអាយុទៅមានគណៈអាយុរងយើងជ្រើសរើសគណៈអាយុរងទៅនិងមានគ្រូបង្គោល ICT យើងអាចជ្រើសរើសគ្រូបង្គោល ICT មួយទៅបាទនេះអញ្ចឹង3នាក់គឺយើងដើម្បីធ្វើការបង្កើតលិខិតទេសនាមបាទនេះគឺជាទឹកប្រាក់នៅសល់ហើយទឹកប្រាក់សរុបទេអញ្ចឹងយើងឃើញគឺយើងធ្វើការក្រងអញ្ចឹងរហូតដល់គុណណាធ្វើការក្រងរហូតដល់តែចំនួនទឹកប្រាក់យើងគ្រប់អញ្ចឹងជាក់ស្ដែងគឺខ្ញុំធ្វើការក្រងនៅសាលារបស់ខ្ញុំរួចហើយដែលខ្ញុំទៅចុះបែបនេះគឺនៅត្រង់នេះបាទគុណឃើញកលីមកត្រង់នេះគឺឃើញថាថវិកាគឺនៅសល់0រៀលអញ្ចឹងខ្ញុំសូម copy ឈ្មោះសាលាបាទឈ្មោះសាលាដែលខ្ញុំធ្វើការក្រងនេះដាក់តែម្ដងបាទដើម្បីឲ្យលោកគ្រូបានឃើញច្បាស់ថាយើងធ្វើការក្រងបែបហ្នឹងបាទខ្ញុំផាសវាបញ្ចូលបាទនេះបាទគឺជាចំនួនសាលាតទៅទៀតខ្ញុំផាសការបច្ឆេទបាទការបច្ឆេទពីខាងលើនេះចូលមកខ្ញុំផាសវាបញ្ចូលបាទគុណណានេះគឺការបច្ឆេទដែលខ្ញុំត្រូវចុះទៅអញ្ចឹងទៅបាទអូខេអញ្ចឹងខ្ញុំពេញការបច្ឆេទចូលហើយចំនួនគីឡូខ្ញុំសូមផាសបញ្ចូលដែរបាទចំនួនគីឡូអញ្ចឹងកាលណាយើងវាយគីឡូប្រាក់វាលោតដោយស្វ័យប្រវត្តិតែម្ដងលោកគ្រូនេះគឺយើងមានការធូរកម្លាំងមែនតើយើងអាចក្រងដោយស្វ័យប្រវត្តិតែម្ដងណាគ្រូហេកាលណាយើងផាសបញ្ចូលពីបន្តទៀតបាទចំនួនយើងក្រងមកយើង copy ផាសចំនួនយើងក្រងទៀតបាទយើងទៅម្ដងយើងក្រងតែម្ដងហ្នឹងគ្រូណាបាទហើយខាតយើងធ្វើឲ្យត្រូវកន្លែងក្រងនឹងដែរបាទខ្ញុំសូម copy ចូលទៀតហ្នឹងនេះអូខេហើយគាត់ទឹកប្រាក់អត់តន់លោតដែរលោកគ្រូណាដោយសារអីវាចំនួនអ្នកចុះយើងកាលណាយើងអត់តន់ដាក់ចំនួនអ្នកចុះទេទឹកប្រាក់យើងក៏អត់តន់លោតដែរអញ្ចឹងខ្ញុំឧទាហរណ៍ថាខ្ញុំដាក់អ្នកចុះទៅនេះ
ចំនួនអ្នកចុះទៅដំបូង2នាក់ចឹងទៅបាទអូខេខ្ញុំសូមផាសបញ្ចូលមកគូនឹងឃើញទឹកប្រាក់ដែលនៅសល់តែម្ដងបាទនេះគូឃើញទេទឹកប្រាក់ដែលនៅសល់គឺ0រៀលបើសិនជាខ្ញុំដកអ្នកណាម្នាក់ដក40000អញ្ចឹងថយគឺយើងសល់40000អញ្ចឹងគឺយើងក្រងតាមហ្នឹងមកគូណាបាទហេត្រឹមត្រូវទាំងអស់តែម្ដងនេះគឺជារបៀបក្នុងការប្រើប្រាស់ក្នុងការបំពេញការក្រងថវិកាចំណែកឯខាងនេះគឺត្រូវដាក់ឈ្មោះនៅដើម្បីបង្កើតលិខិតឧទ្ទេសនាមគូនេះខ្ញុំដាក់ចំណងជថាជ្រើសរើសឈ្មោះគ្រូដើម្បីបង្កើតលិខិតឧទ្ទេសនាមអញ្ចឹងគ្រូណាទៅយើងដាក់មកជាក់ស្ដែងកន្លែងនេះគឺខ្ញុំមានឈ្មោះច្រើនសម្រាប់ពេញបាទខ្ញុំ select មកដល់នេះមកបាទខ្ញុំសូម copy ដាក់គ្រូនិយាយខ្លីគឺខ្ញុំបានក្រង VN គ្រូខ្ញុំសូមតែ copy ដាក់ទេបាទខ្ញុំសូម copy ដាក់ដើម្បីឲ្យបង្ហាញជូនគ្រូឲ្យឃើញតែម្ដងអូខេអញ្ចឹងសាលាគ្រូកាលណាដាក់ចូលគឺមានអញ្ចឹងដូចគ្នាបានគ្រូឃើញប៉ុណ្ណឹងគឺមានការដាក់រួចហើយក៏ប៉ុន្តែនៅថវិកាប្រជុំប៉ុណ្ណេះហើយយើងមកមើលខាងក្រោមថវិកាប្រជុំដែលយើងទទួលបានគឺនៅសល់អត់ទាន់ត្រឹមត្រូវទេថវិកាប្រជុំអញ្ចឹងយើងត្រូវដាក់សាលាដែលត្រូវប្រជុំនេះឧទាហរណ៍សាលាខ្ញុំអញ្ចឹងខ្ញុំប្រជុំបាននៅប្រជុំសាលាខ្ញុំតឡូដដែលយើងរើសសាលាយើងមកគឺបាទយើងរើសហើយយើងរើសគីឡូអញ្ចឹងទៅបាទនេះអញ្ចឹងខ្ញុំសូម copy វាបញ្ចូលមកខ្ញុំផាសវាបញ្ចូលហើយប្រជុំក៏យើងអាចក្រងបានដែរគ្រូនេះទេចំនួនចុះប្រមាណចំនួនចុះបាទ1ប្រយ័ត្ន1បាទគឺមានភាពងាយស្រួលមែនទែនគ្រូណាបាទគឺយើងអាចធ្វើដោយប្រព័ន្ធតែម្ដងបាទតែទឹកប្រាក់ដែលយើងត្រូវប្រជុំនេះតើទឹកប្រាក់ប្រមាណគ្រូបាទនេះទឹកប្រាក់នេះបាទទឹកប្រាក់នេះកាលហ្នឹងខ្ញុំយកចែកបាទខ្ញុំយកចែកនឹង5បាទខ្ញុំយកចែកនឹង5ថវិកាហ្នឹងណាបាទថវិកាហ្នឹងគឺយើងយកចែក5ដោយសារការប្រជុំរបស់យើងគឺចំនួន5ដងហើយយើងថវិកាហ្នឹងគឺយើងយកចែក5មកបាទនេះយកចំនួនបាទនេះចំនួនលុយហ្នឹងគឺចែក5មកយើងឃើញថាបាទឃើញអស់80400រៀលក្នុងការប្រជុំម្ដងហើយតែយើងក្រងម្ដងបាទចំនួនអ្នកចុះអត់មានទេកន្លែងនេះសូមលុបចំនួនអ្នកចុះវិញបាទចំនួនអ្នកចុះគឺអត់មានទេខ្ញុំសូមលុបវិញហ្នឹងតែយើងក្រងមួយបាទក្រងប្រជុំក្នុងមួយលើកបាទអញ្ចឹងយើងអូសមកយើងអូសប្រជុំបាទគ្រូឃើញនេះគឺថវិកាប្រជុំរបស់យើងគឺនេះអស់42000រៀលហើយនៅសល់ថវិកានៅសល់0តែម្ដងបាទងាយស្រួលមែនតើគ្រូក្នុងការក្រងគឺយើងអាចក្រងដោយស្វ័យប្រវត្តិគ្រូនេះគឺជាការក្រងដោយស្វ័យប្រវត្តិតែម្ដងនេះចំណុចនេះចុះគឺអត់មានទេ0នេះយើងពេញចូលមកអញ្ចឹងពាក់ព័ន្ធជាមួយនឹងចំណុចក្នុងការក្រងនេះឃើញថាគ្រូអាចយកទៅប្រើប្រាស់បានបើសិនជាត្រូវការតាក់ទងមក Telegram ខ្ញុំមកដើម្បីយកទៅប្រើប្រាស់ហើយបើសិនជាគ្រូគិតថាវីដេអូនេះមានប្រយោជន៍សូមជួយចុច Subscribe Channel ខ្ញុំនេះមួយផងបាទសូមអរគុណសូមជម្រាបលា